សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានមកធ្វើជាមួយនឹងស្លបអាហារបង្កដែលខ្ញុំហ៊ានតាម YouTube ដែរជាដំបូងគឺយើងដាំទឹកឲ្យពុះបន្ទាប់មកគឺយើងដាក់ស្លឹកគ្រៃចូលហើយយើងដាក់ចំហុកដាក់បុកមកល្មមដែលយើងគិតថាសមជាមួយនឹងទឹកស្លរបស់យើងដល់ពេលយើងចំហុកហើយគឺខ្ញុំដាក់ជាមួយនឹងខ្ជាយដល់ពេលដាក់ខ្ជាយហើយគឺដាក់ជាមួយនឹងបន្លែហឹងដូចជាល្ពៅគឺខ្ញុំដាក់ជាមួយល្ពៅហើយបន្ទាប់មកគឺយើងកូរវាឲ្យសព្វហើយគឺយើងដាក់ថយដល់ពេលយើងដាក់ថយហើយគឺយើងបងគ្រឿងទៅតាមអីដែលយើងហូបដែលយើងនិយាយថាចំណងចិត្តក្នុងផ្ទះយើងណាដូចខ្ញុំដាក់អំបិលបន្តិចប៊ីចេងបន្តិចហើយនឹងស្ករគឺខ្ញុំដាក់តែបន្តិចទេដោយសារតែជាតិផ្អែមវាចេញពីបន្លែហើយគឺខ្ញុំបានបន្ទាប់មកខ្ញុំបានចាក់អង្ករដែលយើងបានបុកហើយយើងចាក់អង្ករដែលយើងបុកនឹងចូលហើយយើងបានបងបន្លែមានស្នៀតពោតមានផ្សិតមានអីដាក់ចូលហ្នឹងហើយយើងទុកឲ្យវាមួយអំពុះទៅតើមកគឺខ្ញុំបានបន្ថែមជាមួយនឹងននងពួកអីននងហ្នឹងវាបន្លែទុនដែរអញ្ចឹងយើងអាចដាក់បន្ទាប់ពីបន្លែហឹងបានតែពីបងននងហើយគឺខ្ញុំបានបងជាមួយនឹងគ្រឿងស្លឹកគ្រៃបុកដែលខ្ញុំបុកជាមួយខ្ទឹមម្ទេសហើយនឹងល្មៀតគ្រឿងបុកនេះគឺខ្ញុំដាក់ល្មៀតរៀងច្រើនបន្តិចដោយសារតែខ្ញុំចូលចិត្តក្លិនរបស់វាតើមកយើងកូរហើយយើងលក់មើលទៅតាមចំណង់ចំណូលចិត្តដែលយើងគិតថាឆ្ងាញ់ហើយគឺយើងដាក់ជាមួយនឹងបន្លែខៀវដែលខ្ញុំមានតែស្លឹកបាសឯងបន្ទាប់ពីបងលឹកបាសហើយយើងកូរវាឲ្យសព្វទៅឲ្យបន្លែរាងធំទៅហើយខ្ញុំបានដាក់ជាមួយនេះកំពឹសនឹងទិញត្រីទៅគេថែមឲ្យតបពីយើងដាក់កំពឹសហើយគឺខ្ញុំបានកូរវាមកសពហើយខ្ញុំបានថែមជាមួយនឹងនេះអីគេស្អមត្រីហើយយើងគ្រាន់តែកូរវាទៅយើងបិទហ្គាសទៅបានហើយព្រោះអីវាអត់ត្រូវការក្តៅអីខ្លាំងទេប៉ុណ្ណឹងយើងអាចញ៉ាំបានទេហើយទឹកស្លគឺខាប់ហើយយើងកូរមើលគឺឃើញទឹកស្លយើងគឺខាប់ល្អខ្លាំងមែនតើយើងអាចញ៉ាំតែទេបើចាំញ៉ាំមួយបាយក៏ឆ្ងាញ់ដែរនិយាយទៅយើងញ៉ាំដូចយើងញ៉ាំស៊ុបចឹង